ហើយឥឡូវនេះខ្ញុំកំពុងតែអង្គុយលើទឹកប្រាក់$5 លានហើយបន្តិចទៀតនេះខ្ញុំនឹងឲ្យគេធ្វើការប្រកួតប្រជែងគ្នាដើម្បីទទួលទឹកប្រាក់ដល់សន្ធឹកសន្ធាប់មួយនេះថាតើបេក្ខជនទាំងអស់នេះពួកគេនឹងទៅជាយ៉ាងណាហើយអ្វីដែលអ្នកកំពុងតែធ្វើជាសក្តិគ្រាន់តែជាការចាប់ផ្ដើមអ្វីមួយដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រពីមុនមកមនុស្ស2000នាក់ចាប់ផ្ដើមការប្រកួតប្រជែងគ្នាជាបន្តបន្ទាប់សម្រាប់កន្លែងមួយចំនួននៅក្នុងស៊េរីវីដេអូ Premium របស់ខ្ញុំមួយចំនួន10ភាគហៅថា Beast Game អស់លោកស្រីសូមកលេចមើលទៅខាងឆ្វេងរបស់លោកអ្នកសូមកលេចទៅមើលខាងស្ដាំរបស់លោកអ្នក1000ក្នុងចំណោមអ្នកនឹងត្រូវលុបចោលនៅខាងចុងវីដេអូនេះក៏ប៉ុន្តែសម្រាប់អ្នកពាក់កណ្ដាលផ្សេងទៀតនៃអ្នកនឹងបន្តទៅ Beast Game នោះម្នាក់ក្នុងចំណោម2000នាក់នឹងដើរចេញក្នុងកម្មវិធីនេះចំនួនទឹកប្រាក់$5 លានដែលបំបែកកំណត់ត្រាពិភពលោកហើយហ្គេមរបស់យើងគឺនៅខាងក្រោយវាំងនននេះសូមទម្លាក់វាំងននចុះមកបញ្ហាប្រឈមដំបូងនៃការសាកល្បងទាំងនេះគឺសាកល្បងកម្លាំងរបស់លោកអ្នកអូប្រជុំចោលឲ្យដល់អីមើលអូយទេតែយើងទៅទាញវាដោយដៃហ៎ហើយខ្ញុំត្រូវការអ្នកទាំងអស់គ្នាបំបែកជា5ក្រុមនៃ400ក្រុមណាដែលជាក្រុមចុងក្រោយដើម្បីលើកដុំថ្មទម្ងន់10000ផោនបើសិនលោកអ្នកឆ្លងកាត់បន្ទាត់មួយណានឹងត្រូវលុបចោលកូតោះយើងអូត្រៀមក្រុមយើងអូហើយខ្ញុំបានទទួលយុទ្ធសាស្ត្រថ្មីខ្ញុំឲ្យប្រុសខ្លាំងនៅខាងមុខតែបានបង្កើតឡើងដើម្បីបំបែកការថយក្រោយបំបែកការសុបិននិងកំទេចខ្ញុំជឿជាក់ថាខ្ញុំមិនត្រូវគេកាត់ចោលក្នុងកម្មវិធីនេះនោះទេហើយ400នាក់នៅក្នុងចំណោមអ្នកនឹងចិត្តបានត្រូវគេលុបចោលអូតែទៅមីទៅផ្ទះវិញមិនមែនជាយុទ្ធរបស់ខ្ញុំទេហើយបរិបទទាំងអស់នេះតស៊ូដើម្បីទឹកប្រាក់$5 លានខ្ញុំមិនជឿជាក់ថាពួកគេនឹងទទួលបាននោះទេ3 2 1 let's goដែលពណ៌ដៃឆាប់ទាខ្លាំងទៅអូចាប់ទាខ្លាំងទៅក្រុមយើងស៊ូឡើងចិត្តបានសម្រាប់អូយអានោះអត់ជួយទាយល្ងាចនឹងឲ្យផឹកឡើយលបងតដាក់បាយុយមានសាច់ខ្លែបហើយដុំថ្មដែលបានប៉ះកម្ពូលចុងក្រោយទៅបានលុបចោលអូគូចាប់ទាឡើងទៅឲ្យក្រោយគេអូអានោះអត់ជួយទាយអូវ៉ាប្រជាម្ចាស់ឲ្យក្រុមប្រជាទីលឿនខ្លាំងមែនតើជាយូជោគជ័យហើយគណៈពេលនេះដែរ3ក្រុមបានឈានមកដល់ទីបញ្ចប់វាមានពណ៌លឿងនិងពណ៌ក្រហមតើអ្នកណាខ្លាំងទៅទៀតប្រូស៊ូឡើងកុំឲ្យចាញ់គេ1 2 3ទាញអូអាណាគេលេចផោមកអូយស្អីគូយើងទៅដល់ទីតាំងអូយស្អីផោខ្លាំងអីជុកផោភ្លឺមើលអូទេហើយអ្នកដែលទាញទៅដល់គូដៅនោះគឺពណ៌លឿងតើអូខេទេអូខេជុំគ្រប់ត្រូសូមអបអរសាទរក្នុងការឆ្លងកាត់បញ្ហាប្រឈមដំបូងតើអ្នកស្រឡាញ់ក្រុមរបស់អ្នកដែរឬទេហើយចុះក្រុមពណ៌លឿងតើអ្នកស្រឡាញ់ក្រុមរបស់អ្នកដែរជាអកុសលសម្រាប់ប្រកួតប្រជែងលើកទី2មិត្តភ័ក្តិរួមក្រុមរបស់អ្នកនឹងក្លាយទៅជាគូប្រជែងរបស់អ្នកក្រុមការងារយកកាបូបយួរចេញមកមានតែក្រុមផ្កាឈូកទេដែលឈរនៅជុំវិញព្រំដែនពណ៌ក្រហមមកទៀតហើយនៅជុំវិញលោកអ្នកគឺជាសមុទ្រកាបូបហើយអ្នកខ្លះឲ្យខ្ញុំលុបចោលហើយអ្នកខ្លះក៏បាននិយាយថាឲ្យខ្ញុំសង្គ្រោះហើយនៅលើ Chubotron យើងនឹងបង្ហាញយ៉ាងឆាប់រហ័សបើសិនជាលោកអ្នកយកកាបូបយួរដែលមានសុវត្ថិភាពអ្នកនឹងមិនត្រូវបានលុបចោលនោះទេគោលដៅរបស់អ្នកគឺដើម្បីទន្ទិញចាំកន្លែងកាបូបយួរដែលមានសុវត្ថិភាពហើយតម្រូវអ្នកទាំងអស់គ្នាទៅចាប់ឲ្យបានមុនគេអ្នកត្រូវតែគិតឲ្យលឿននិងរត់ឲ្យលឿនដោយសារតែមានមនុស្ស400នាក់នៅក្នុងក្រុមតែមួយកាបូបយួរដែលធ្វើឲ្យអ្នកចាក់ចេញគឺមានចំនួន50ការប្រសាណាសូមបង្ហាញផែនទីអូមិនអីទេវាគឺជាជួរទី2អូនោះគឺជាជួរទី7ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាមានកាបូបខ្លីមួយនៅក្នុងចាន3 2 1 Goអូខេប្រូយើងដល់មកយូរហើយឥឡូវនេះអ្នកទាំងអស់គ្នាមានករណីមួយវាដល់ពេលដើម្បីស្វែងយល់ថាតើជោគវាសនារបស់អ្នកគឺជាអ្វីតើកាបូបយួរនោះនៅខាងមុខអ្នកអនុញ្ញាតឲ្យអ្នកបន្តទម្លាក់ណា$5 លាននៅចាំអ្នក3 2 1លាតារាងឡើងអ្នកទាំងអស់គ្នានឹងទៅកាន់ការបង្គាប់បន្តទៀតអូយជួយយតោះល្ងាចទឹកផឹកអីតោះដាក់បាយុបងដាក់បាយុប្រូបិសាច់ខ្លែមកមានតើផឹកល្ងាចនឹងយេហើយគណៈពេលនេះការប្រកួតប្រជែងទី2បានមកដល់ទីបញ្ចប់ហើយ
សូមអបអរសាទរអ្នកទាំង1400នាក់ដែលបានធ្វើដំណើរមកកាន់តែឆ្ងាយយើងមានការប្រកួតប្រជែង2បន្ថែមទៀតក្នុងការធ្វើតេស្តនេះហើយសម្រាប់កម្មវិធីវីដេអូ Premium Beast Game របស់ខ្ញុំច្បាប់សម្រាប់ការប្រកួតប្រជែងទី3គឺសាមញ្ញបំផុតខ្ញុំកំពុងតែដាក់ទង់ជាតិនៅទីលាននៅចំពីមុខលោកអ្នកនឹងត្រូវចាប់យកទង់ជាតិដើម្បីបន្តដំណើរទៅមុខទៀតគណៈពេលនេះបេក្ខជនមានចំនួន1400ហើយទង់ជាតិមានចំនួន1100នេះមានន័យថា300នាក់ក្នុងចំណោមអ្នកនឹងត្រូវដកចេញដូច្នេះយើងកំណត់ទង់ផ្សេងគ្នាជារៀងរាល់ជុំរហូតដល់1100ដែលយើងបានចាប់យកតែនៅពេលដែលអ្នកឆ្លងកាត់បន្ទាត់ក្រហមអ្នកត្រូវតែចាប់យកទង់ជាតិបើសិនអ្នកចាប់មិនបានអ្នកនឹងត្រូវដកចេញពីកម្មវិធីអ្នកទទួលបានទង់ជាតិឬអ្នកទៅផ្ទះអ្នកមិនបានទឹកប្រាក់5លាននោះទេមានទង់តែ10ប៉ុណ្ណោះនៅជុំទី1ហើយបេក្ខជនដែលទៅចាប់ទង់ជាតិគឺមានច្រើនជាង10នាក់ដូច្នេះបើសិនអ្នកមិនទាន់បដិញ្ញាចិត្តពេញលេញក្នុងការប្រកួតប្រជែងលើកនេះទេតែវាជាឱកាសសម្រាប់អ្នកក្នុងការដើរថយក្រោយហើយរងចាំឱកាសនៅជុំក្រោយខ្ញុំមកនឹងទៅជុំទី3អូមិនអីទេខ្ញុំនឹងរៀបចំនៅជុំទី1ហើយអូបើសិនជាអ្នកទាំងពីរចាប់ទង់ជាតិតែមួយនោះអូខ្ញុំនឹងវាយគាត់ដរាបណាខ្ញុំផ្លុំផ្សាយនេះជុំនឹងចាប់ផ្ដើមអូវ៉ាវ go អូខ្ញុំសើតែមិនជឿថាគាត់រត់លឿនដល់ថ្នាក់នេះអូមើលពួកគេទាំងពីរកំពុងតែដណ្ដើមទង់ជាតិគ្នាអូមានការប៉ះទង្គិចគ្នាហើយតោះពួកយើងទៅមើលលេខរៀងទី10ទង់ជាតិចំនួន10ត្រូវបានចាប់យកហើយអ្នកទាំងពីរត្រូវបានលុបចោលអូអរគុណច្រើនដែលបានចេញមកហើយសម្រាប់អ្នកទាំង10នាក់ដែលបានចាប់យកទង់ជាតិនោះសូមអបអរសាទរបាទអ្នកទទួលបានកន្លែងមួយសម្រាប់ប្រកួតប្រជែងបន្ទាប់របស់យើងអូមានតែមនុស្ស12នាក់ប៉ុណ្ណោះដែលបាននៅទីនេះអូពួកគេឆ្លាតជាងការគិតដែលខ្ញុំគិតទៅទៀតហើយខ្ញុំគិតថាមនុស្សរាប់រយនាក់នឹងនៅដែលយើងចាប់ផ្ដើមសម្រុកបន្តិចសម្រាប់ជុំទី2ខ្ញុំនឹងដាក់ទង់ជាតិចំនួន50ហើយបេក្ខជនជាច្រើនត្រៀមនឹងកម្ចាត់ចេញអ្នកបាលើកនេះយើងនៅទាំងអស់គ្នាអូអ្នកកំពុងតែហៅទង់ជាតិ100អ្នកមែនទេខ្ញុំទទួលបាន47កុំទៅ49ខ្ញុំទទួលបាន29ពួកគេកំពុងតែជ្រើសរើសទង់ជាតិរបស់ពួកគេហើយពួកគេកំពុងតែព្យាយាមធ្វើជាយុទ្ធសាស្ត្រតែបើសិនជាអ្នកទាំងអស់គ្នាព្យាយាមនៅទំព័រតែមួយទឹកប្រាក់ចំនួន5លានត្រូវបានខាតបង់អូខេ let's goអូវ៉ាវពួកគាត់ប្រជារត់លឿនខ្លាំងមែនទែនពួកគេកំពុងតែចាប់ហើយដូច្នេះបេក្ខជនជាច្រើនបានទទួលយកទង់ជាតិនៅសល់ទង់ជាតិចំនួនតែមួយតែប៉ុណ្ណោះតើអ្នកណាទទួលបានក្រោយគេអូជីយូខ្ញុំទទួលបានទង់ជាតិហើយតើអ្នកបានឃើញលេខរៀងទី20នាទីនោះទេទង់ជាតិ50ត្រូវបានចាប់យកហើយមនុស្ស5នាក់ត្រូវបានដកចេញសូមចងចាំថាអ្នកចាំក្រោយគេនោះហាងឆេងកាន់តែអាក្រក់តោះពួកយើងធ្វើបែបនេះវិញទៅវាហាក់ដូចជាមនុស្សជាច្រើនកំពុងតែព្យាយាមឆ្លងបន្ទាត់កំហុសដើម្បីចាប់យកទង់ជាតិអូទង់ជាតិចុងក្រោយត្រូវបានគេចាប់យកសូមអបអរសាទរចំនួនបេក្ខជន1100នាក់ដែលពួកគេព្យាយាមឆ្លងកាត់ទៅការប្រឡងចុងក្រោយរបស់ពួកយើងការប្រកួតប្រជែងកាត់បំពង់កនៅឡើយទេបងប្អូនហើយនេះគឺជាថ្ងៃចុងក្រោយហើយពួកយើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសាកល្បងចុងក្រោយរបស់ Beast Game បន្ទាប់ពីការធ្វើតេស្តដ៏ឈួតឆ្កួតមកមានអារម្មណ៍ថាបែកវល់ហើយគណៈពេលនេះគឺខ្ញុំមិនអាចបកក្រោយបាននោះទេហើយខ្ញុំតែងតែឆ្លុះបញ្ចាំងហើយខ្ញុំអាចនិយាយបានថាខ្ញុំកំពុងតែនៅក្នុងវីដេអូរបស់ Mr. Beast នេះជាការប្រសើរណាស់អ្នកទាំង1000ការឆ្លងកាត់ប្រកួតប្រជែងចុងក្រោយអ្នកនឹងធ្វើការប្រកួតប្រជែងបន្ទាប់នៅក្នុងវីដេអូ Premium របស់ខ្ញុំរាល់វគ្គនីមួយៗនៅក្នុងកម្មវិធីនេះគឺធំជាងវីដេអូ YouTube ដ៏ធំបំផុតខ្ញុំក៏ធ្លាប់ធ្វើវាដែរហើយទំហំក្នុងការបង្ហាញនេះវាមិនគួរឲ្យជឿហើយយើងបានសាងសង់ទីក្រុងទាំងមូលហើយយើងកំពុងតែផ្ដល់កោះឯកជនមួយហើយយើងទទួលបានរង្វាន់ដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រក្នុងចំណោមពួកគេទាំងអស់មានតែម្នាក់តែប៉ុណ្ណោះដែលដើរចេញក្នុងកម្មវិធីនេះចំនួនទឹកប្រាក់5លានដុល្លារហើយវិនាទីបន្ទាប់ខ្ញុំនឹងបញ្ចប់វីដេអូនេះក៏ប៉ុន្តែសូមត្រួតពិនិត្យមើលថាអ្នកដែរបើកភ្លើងនេះជាការបង្ហាញដ៏អាក្រក់បំផុតហើយវីដេអូនេះអ្នកមិនដែលឃើញនៅក្នុងឆាកជីវិតរបស់អ្នកនោះទេហើយអ្នកបានសាងសង់ទីក្រុងទាំងមូលពីដីឡើងទៅហើយយើងបានផ្ដល់កោះឯកជនមួយហើយ admin នេះបានសង្ស័យកន្លែងនេះខ្លាំងមែនតើថា Mr. Beast ប្រកាសជាដាក់ប្លង់វីដេអូខុសហើយលេងដាក់ប្លង់វីដេអូដដែលធ្វើឲ្យ admin សម្រាប់ដដែលហើយបន្តិចជានេះខ្ញុំនឹងប្រាប់រឿងនៅវែងជាងគេហើយការផ្សាយវីដេអូនេះគឺដោយសេរីហើយមានអ្វីប្លែកៗដែលអ្នកទាំងអស់គ្នាមិនដែលឃើញពីមុនមកបើសិនមកអ្នកទាំងអស់គ្នាធ្លាប់រីករាយជាមួយនឹង content របស់ខ្ញុំបើសិនបើ admin អាចសុំអ្វីពីអ្នកទាំងអស់គ្នាបាននោះសូមឲ្យអ្នកទាំងអស់គ្នាចុច subscribe ម្នាក់មួយផងបាទអ្នកនឹងបានឃើញថាមនុស្សរាប់ពាន់នាក់ដែលមានតែម្នាក់តែប៉ុណ្ណោះដែលទទួលបានទឹកប្រាក់ដោយចង់សន្តិសន្ធាប់មួយនេះហើយខ្ញុំនឹងចាប់ផ្ដើមក្នុងកម្មវិធីនេះហើយដល់កន្លែងហ្នឹង admin គឺមិនហ៊ានសម្រាយតទៅមុខទៀតទេព្រោះអីកន្លែងហ្នឹងគឺជាកន្លែងដែល admin ជាប់ copyright កាលពីវីដេអូមុន
ធ្វើឲ្យ admin ណាខាតពេលមិនស្ទើរនោះទេ admin កាត់វីដេអូនឹងឡើង 3-4 ដងហើយតែនៅតែជាប់ copyright អញ្ចឹងឯងគ្មានវិធីដោះនោះទេអរគុណសម្រាប់ការទស្សនាវគ្គ 1